សូមកាត់បាញ់គុំហើយចម្រើនពរណៃត្រង់ឯកឧត្តមញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីគ្រប់ទិសទីទាំងអស់ថ្ងៃនេះថ្ងៃពុធ10រោចខែចេសឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី10ខែមិថុនាឆ្នាំ2026ថ្ងៃនេះជាសទ្ធាជ្រះថ្លានៃព្រះអង្គគ្រូបច្ចាអធិការវត្តពោធិរាមអង្គគ្រូហុលបន្ថនព្រះអង្គគ្រូបច្ចាអធិការវត្តពោធិរាមស្ថិតនៅភូមិកគីធំខុំកគីធំស្រុកគៀនស្វាយខេត្តកណ្ដាលនិងព្រះអង្គគ្រូបច្ចាអធិការវត្តកែវមនីជោតព្រះអង្គគ្រូឈុនសៅស្ថិតនៅភូមិព្រៃធំ2ឃុំសំរោងធំស្រុកគៀនស្វាយខេត្តកណ្ដាលព្រះអង្គគ្រូចារិកាទាំងពីរវត្តព្រមទាំងលោកអាចារ្យគណៈកម្មការញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីចំណោះជើងវត្តទាំងពីរវត្តព្រះអង្គគ្រូបានដឹកនាំញាតិញោមនាំយកនៅចង្ហាន់នំបញ្ចុកចំនួន200គីឡូព្រមទាំងសិក្ខូបករណ៍សម្ភារៈសិក្សាសម្រាប់ប្រគេនព្រះអង្គសមណសិស្សវត្តព្រះអិនសាមគ្គីធម៌ស្ថិតនៅភូមិទំពាំងកំពើឃុំក្រាមកាក់ស្រុកអង្គស្នូលខេត្តកណ្ដាលហើយញាតិញោមបានឃើញហើយនេះគឺជាទស្សនវិជ្ជាប្រសង់កំពុងតែទទួលចង្ហាន់តែការចេញអំពីមហាសទ្ធាជ្រះថ្លាព្រះអង្គគ្រូបច្ចាអធិការវត្តពោធិរាមនិងព្រះអង្គគ្រូបច្ចាអធិការវត្តកែវមនីជោតហើយព្រះអង្គគ្រូបានដឹកនាំញាតិញោមជាពុទ្ធបរិស័ទនាំយកនៅចង្ហាន់មកប្រគេនព្រះសង្ឃសមណសិស្សគង់ក្នុងវត្តព្រះអិនសាមគ្គីធម៌មានចំនួន148ព្រះអង្គព្រមទាំងបងប្អូនសិស្សនិស្សិតដែលស្នាក់អាស្រ័យវត្តព្រះអិនសាមគ្គីធម៌ចំនួន302នាក់សរុបទៅនៅក្នុងវត្តព្រះអិនសាមគ្គីធម៌មានទាំងសាមណៈសិស្សនិស្សិតសរុបចំនួន450អង្គនាក់ហើយថ្ងៃនេះព្រះអង្គគ្រូព្រមទាំងញាតិញោមទាំងអស់បានអញ្ជើញនាំយកមកនៅចង្ហាន់ព្រមទាំងសម្ភារៈសិក្សាសម្រាប់ទ្រទ្រង់ព្រះអង្គសមណសិស្សដែលបានគង់សិក្សាអាស្រ័យស្នាក់នៅវត្តព្រះអិនសាមគ្គីធម៌ខ្ញុំបកណាតំណាងព្រះសង្ឃសមណសិស្សទាំងអស់អង្គសូមការថ្វាយបង្គំនិងចម្រើនពរអរគុណនិងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះព្រះអង្គគ្រូហុលបន្ថនបច្ចាអធិការវត្តពោធិរាមព្រមទាំងញាតិញោមជាពុទ្ធបរិស័ទអាចារ្យគណៈកម្មការព្រះអង្គគ្រូឈុនសៅបច្ចាអធិការវត្តកែវមនីជោតព្រមទាំងអាចារ្យគណៈកម្មការញាតិញោមជាពុទ្ធបរិស័ទដែលព្រះអង្គគ្រូទាំងពីរព្រះអង្គព្រមទាំងព្រះសង្ឃញាតិញោមជាពុទ្ធបរិស័ទមានសទ្ធាចិត្តជ្រះថ្លាបាននាំយកចង្ហាន់និងសម្ភារៈសិក្សាប្រគេនសមណសិស្សក្នុងវត្តព្រះអិនសាមគ្គីធម៌សូមក្រាបថ្វាយបង្គំប្រគេនពរជូនពរញាតិញោមចាស់ទៀងគ្រប់រូបជាមួយនឹងព្រះអង្គគ្រូសូមបានប្រកបទៅដោយសេចក្តីសុខសេចក្តីចម្រើនបានសម្រេចនៅទេជះព្រះពុទ្ធមង្គលពរទាំងឡាយ4ប្រការគឺយុវណ្ណៈសុខៈពលៈកំបីអខានឡើយជាពិសេសសូមចម្រើនពរបិណ្ឌបាតញាតិញោមប្រុសស្រីគ្រប់រូបទាំងអស់តែញោមមានសទ្ធាចិត្តជ្រះថ្លាចង់អញ្ជើញចូលរួមឧបត្ថម្ភចង្ហាន់ប្រគេនព្រះសង្ឃក្នុងវត្តព្រះអិនសាមគ្គីធម៌សាជាថ្មីម្ដងទៀតសូមចម្រើនពរបញ្ជាក់ជូនញោមថាសមណសិស្សមាន148អង្គហើយនិងសិស្សនិស្សិតចំនួន302នាក់សរុបទៅស្មើនឹង450អង្គនាក់ចម្រើនពរហើយក្នុងមួយថ្ងៃយើងចំណាយអង្គចំនួន3បេអង្គ3បាវនិងបច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់ប្រសងហ្នឹងគឺ1លានរៀលក្នុងមួយថ្ងៃចិនពរដូច្នេះការចំណាយច្រើនស្មារតីសូមចម្រើនពរបិណ្ឌបាតសម្ដេចទ្រង់ឯកឧត្តមមកលោកស្រីញាតិញោមជាពុទ្ធបរិស័ទចិត្តឆ្ងាយគ្រប់រូបជាអ្នកមានសទ្ធាចិត្តជ្រះថ្លាក្នុងពុទ្ធសាសនាបើសិនជាញាតិញោមមានសទ្ធាចង់អញ្ជើញចូលរួមឧបត្ថម្ភចង្ហាន់ប្រសងសម្ភារៈសិក្សាដល់ប្រសងសមណសិស្សវត្តព្រះអិនសាមគ្គីធម៌ស្ថិតនៅភូមិទំពាំងកំពើឃុំក្រាមកាក់ស្រុកអង្គស្នូលខេត្តកណ្ដាលញាតិញោមអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលមានដាក់ជូននៅលើអេក្រង់នេះស្រាប់ក៏ដូចជាទំនាក់ទំនងតាម page Facebook វត្តជាដើមចម្រើនពរហើយញាតិញោមអញ្ជើញមកប្រគេនទេយ្យទានប្រគេនចង្ហាន់ប្រសង់តាមសទ្ធាចិត្តជ្រះថ្លាអាត្មាភាពសូមចម្រើនពរបិណ្ឌបាតឲ្យញាតិញោមឃើញហើយប្រសង់ច្រើនណាស់សកម្មភាពប្រសង់លោកពងឆាន់អញ្ចឹងឲ្យមានការខ្វះខាតជាច្រើនគឺមានតែញាតិញោមជាពុទ្ធបរិស័ទគ្រប់រូបជាអ្នកជួយទំនុកបំរុងឧបត្ថម្ភសម្រាប់ប្រសង់អាចប្រសង់មានឱកាសសិក្សារៀនសូត្រ
អានមកភាសូមចម្រើនពរជំរាបជូនប៉ុណ្ណេះសូមចម្រើនពរអរគុណជូនបុណ្យសូមអនុមោទនា